មករស់នៅស្រុកគេគឺនិយាយទៅខុសពីស្រុកគេដាច់តែម្ដងអ្វីគ្រប់យ៉ាងគឺត្រូវតែរៀនសំបីតែម្ហូបក៏ត្រូវតែរៀនធ្វើនៅគ្នាមានបងប្អូនហើយធ្វើម្ហូបឲ្យញ៉ាំឬក៏ទិញងាយស្រួលក្នុងការទិញញ៉ាំស្រាប់អញ្ចឹងទៅពេលមកដល់នេះបងប្អូនហើយអ្វីគ្រប់យ៉ាងចង់ញ៉ាំអីត្រូវធ្វើឃើញប្តីគាត់ចូលចិត្តញ៉ាំប្រហុកខ្ទិះថ្ងៃនេះដែរគឺខ្ញុំមករៀនធ្វើប្រហុកខ្ទិះឲ្យប្តីអញ្ចឹងណាហើយខ្ញុំក៏មានសាច់ជ្រូកនិយាយទៅចិត្តកន្លះគីឡូដែរហើយវាជាប់ខ្លាញ់និងជាប់ជាមួយនឹងស្បែកចំពោះស្បែកនេះគឺខ្ញុំហាន់វាជាកង់ហើយសាច់ជ្រូកគឺខ្ញុំចិញ្ច្រាំវាអញ្ចឹងណាបងប្អូនចិញ្ច្រាំឲ្យម៉ត់អញ្ចឹងតែប៉ិតយើងមានម៉ាស៊ីនសម្រាប់កិនដូចគ្នាប៉ុន្តែគាត់យើងអត់កិនយើងចិញ្ច្រាំអញ្ចឹងឆ្ងាញ់ជាងបើដាក់ម៉ាស៊ីនទៅវាម៉ត់ពេកអញ្ចឹងណាហើយនេះគឺជាគ្រឿងរបស់យើងខ្ញុំធ្វើស្រាប់រួចហើយមានគល់លក្ខីម្ដេងល្មៀតខ្ទឹមសខ្ទឹមក្រហមហើយគល់លក្ខីជាមួយនឹងស្លឹកក្រូចអញ្ចឹងណាហើយខ្ញុំកិនជាមួយនឹងម៉ាស៊ីនហើយនេះគឺម្ទេសផ្លោកម្ទេសក្រៀមយើងហ្នឹងគឺខ្ញុំយកកិនដូចគ្នាដែរយើងកិនម៉ាស៊ីនអញ្ចឹងទៅយើងចំណាយពេលលឿនអញ្ចឹងណាបងប្អូនហើយខ្ញុំអត់ដឹងថាប្រហែលជាប្រហុកខ្ទិះនឹងពិបាកធ្វើតាមពិតជាក់ស្ដែងគឺងាយស្រួលធ្វើមែនតើកូនខ្ញុំដាក់ស្បែកជ្រូកនឹងចូលអញ្ចឹងបងប្អូនដើម្បីមកពងឲ្យចេញមានខ្លាញ់ពេញមកអញ្ចឹងទៅបានខ្ញុំញាក់ប្រើខ្លាញ់ទៅខ្ញុំប្រើខ្លាញ់ជ្រូកនឹងឯងហើយខ្ញុំដាក់ម្ទេសផ្លោកម្ទេសក្រៀមយើងដែលកិនរួចរាល់ហ្នឹងឆាឲ្យឈ្ងុយហើយបានខ្ញុំដាក់គ្រឿងដែលយើងកិនមុនហ្នឹងគឺយើងដាក់ចូលគ្នាហើយឆាឡើងឲ្យឈ្ងុយចឹងហើយបានយើងដាក់ជាមួយនឹងសាច់ជ្រូកនឹងចូលខ្ញុំធ្វើអត់សូវច្រើនដែរបងប្អូនធ្វើតែល្មមដែរចឹងណាដោយសារតែយើងសាក់ធ្វើមុនដំបូងដែរទៅហើយក៏ដាក់ស្ករប៊ីចេងម្សៅស៊ុបមាន់ហើយជាមួយនឹងស្ករសអញ្ចឹងបងប្អូនខ្ញុំអត់ប្រើជាមួយនឹងអំបិលទេគឺខ្ញុំប្រើជាមួយនឹងទឹកត្រីដាក់តិចដើម្បីឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងណាយើងអត់ប្រើអំបិលដោយសារយើងប្រើប្រហុកឯងខ្ញុំប្រហុកប្រៃឯងខ្ញុំក៏ដាក់ប្រហុកដែលខ្ញុំចិញ្ច្រាំហើយហ្នឹងជំនួសមួយស្លាបព្រាហ្នឹងដាក់ចូលចឹងណាបងប្អូនហើយតែយើងឆាឡើងឲ្យចូលជាតិចូលគ្រឿងគ្នាឲ្យឈ្ងុយអញ្ចឹងណាបងប្អូនល្មមថាឆ្អិនហើយខ្ញុំចាប់ដើមដាក់ជាមួយនឹងខ្ទិះដូងរបស់ខ្ញុំហ្នឹងគឺប្រើជាមួយនឹងខ្ទិះដូងកំប៉ុងមានចំណុះ400 មីលីលីត្រហ្នឹងបងប្អូនហើយក៏ឆាកូរឡើងបែបហ្នឹងថ្ងៃនេះមានគ្រឿងសពគ្រប់ទេបងប្អូនប្រហុកខ្ទិះហ្នឹងពីច្រើនគេដាក់ជាមួយនឹងត្រប់ពុលញងគេនោះបងប្អូនឲ្យត្រប់ទូយ៉ងហើយខ្ញុំមកចេះញ៉ាំត្រប់ហ្នឹងទេហើយប្តីខ្ញុំក៏ចូលចិត្តញ៉ាំហ្នឹងដូចគ្នាអញ្ចឹងទៅក៏អត់ដាក់ហើយណាមួយក៏អត់មានដូចគ្នាដែរបងប្អូនអើយហើយល្មមថាយើងកូរមកដាក់ភ្លើងតិចបានណាបងប្អូនងាស់រហូតដល់ដាច់ទឹកហើយចុងក្រោយហ្នឹងក៏ខ្ញុំដាក់ជាមួយនឹងសណ្តែកដីបន្តិចដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ខ្ទិះចឹងណាបងប្អូនហើយក៏ដាក់ម្ទេសជាមួយនឹងស្លឹកក្រូចហាន់ស្ដើងចឹងប្រហុកខ្ទិះខ្ញុំរួចរាល់ហើយបងប្អូនហើយបន្លែខ្ញុំក៏អត់សូវមានច្រើនដូចគ្នាប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ខ្លាំងណាបងប្អូន